អូនដូច AI ដូច AI មិន AI មិន AI ទេផ្លែពិតៗតែច្រឡំថា AI អូយមួយនេះបងប្អូនមិនថាមើលនេះបាទដូចក្នុងរឿងចិនបាទណាបងប្អូនរឿងពិតផ្លែពិតមិន AI ទេបាទនៅឯកោះទ្រង់ចិត្តក្រុងក្រចេះបាទខណ្ឌក្រចេះបាទវាសួរលោកញ៉ាបាទអត់តន់លោកញ៉ានៅទេផាត់ឡើយជាមួយភេសជ្ជៈបើកម្លាំងកម្ពុជាបាទដាក់មួយមកនេះបាទផ្លឹកមួយមកដើម្បីកម្លាំងគុណអត់ទេបងប្អូនតើតើបងប្អូនធ្វើការហត់ធ្វើការហាងក្តៅធ្វើការអស់កម្លាំងបាទបងប្អូនអាចញ៉ាំបានជាមួយនឹងភេសជ្ជៈបាទបើកម្លាំងកម្ពុជាបាទខ្មែរគ្រប់គ្រងរដ្ឋខ្មែរជួយខ្មែរបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរបាទជិះទូកដរបាទចេញពីក្រុងក្រចេះឆ្ពោះទៅកាន់បាទកោះទ្រង់ដែលជាកោះល្បីថាក្រូចផ្លុងរសជាតិឆ្ងាញ់ជាងគេបាទនេះបាទគឺជាកោះទ្រង់ហើយបងប្អូនអរគ្នាបាទនេះជិះតាមផ្លូវវត្តផ្ទះណាក៏មានដើមក្រូចផ្លុងដែរបាទតាមផ្លូវត្រជាក់ល្ហឹមស្រស់ស្អាតមកតែផ្លូវសាប៊ីតុងទៀតបាទបងប្អូនអរគ្នានៅកោះទ្រង់នេះបងណាផ្ទះណាក៏មានក្រូចផ្លុងដែរហើយក្រូចផ្លុងនៅកោះទ្រង់បងប្អូនមើលចុះបងប្អូនណាផ្លែមែនតើបងប្អូនបាទផ្លែខ្លាំងមែនតើហើយបងប្អូនអរគ្នានៅកោះទ្រង់នេះគឺមានលក្ខណៈពិសេសក្រូចនៅកោះទ្រង់ឆ្ងាញ់ជាងក្រូចផ្លុងនៅកន្លែងធម្មតាបងប្អូនបាទហើយពីដើមឡើយគាត់ពិបាកគាត់ថាផ្លែច្រើនទិន្នផលច្រើនតែបាក់រកទីផ្សារបងប្អូនផ្លែយ៉ាងហ្នឹងបងផ្លែយ៉ាងហ្នឹងបាទបាក់រកទីផ្សារតែបច្ចុប្បន្ននេះបាទក្រុមហ៊ុនជីបម៉ុងបានទទួលទិញបាទផលិតផលបាទកសិកម្មខ្មែរយើងទៅលក់នៅឯភ្នំពេញអញ្ចឹងគាត់លែងព្រួយបារម្ភរឿងអត់មានទីផ្សារលក់ទៅហើយបាទខ្មែរជួយខ្មែរក្រុមហ៊ុនជីបម៉ុងបាទជួយទិញផលិតផលខ្មែរពីកសិករខ្មែរយកទៅលក់នៅឯភ្នំពេញបងប្អូនមើលផ្លែមែនតើបងផ្លែទាំងបងប្អូនបាទមើលនេះអូយបងប្អូនដូច AI ដូច AI មិន AI មិន AI ទេផ្លែពិតៗតែច្រឡំថា AI អូយមួយនេះបងប្អូនមិនថាមើលនេះបាទដូចក្នុងរឿងចិនបាទណាបងប្អូនរឿងពិតផ្លែពិតមិន AI ទេបាទនៅឯកោះទ្រង់ចិត្តក្រុងក្រចេះបាទខណ្ឌក្រចេះបាទបងប្អូនផ្លែយ៉ាងនេះបងប្អូនគ្នាបាទឥឡូវនេះពីក្រុមហ៊ុនជីម៉ុងទទួលទិញបាទផលកសិកម្មរបស់ប្រជាពលរដ្ឋខ្មែរយើងទៅលក់នៅផ្សារទំនើបដោយប្រធានបទយើងដូចពីដើមមកគឺខ្មែរជួយខ្មែរឆ្លាញ់ខ្មែរបាទអូយបងប្អូនផ្លែខ្លះមកទៅងាកទៅណាក៏ផ្លែបាទងាកទៅណាផ្លែបងប្អូនបាទនេះមិនណាយអូយបាទបើសិនខ្ញុំនៅកំឡុងខ្ញុំយកប្រពន្ធនៅកោះទ្រង់នេះមួយបងប្អូនគ្នាហើយកោះទ្រង់ធ្លាប់មានចម្រៀងកោះទ្រង់អូយបងប្អូននោះអូយបងប្អូនគ្នាបាទផ្លែហ្នឹងគៀបបងប្អូនបាទដល់កោះបងប្អូនគ្នាបាទនេះផ្លែយ៉ាងនេះបងផ្លែយ៉ាងហ្នឹងដូច AI ដូច AI ហ្នឹងអូយដល់កោបងប្អូនអើយបាទឥឡូវនេះគាត់សប្បាយចិត្តណាស់គាត់បានបាទក្រុមហ៊ុនជីបម៉ុងបាទទទួលទិញផលិតផលខ្មែរយើងបាទយកទៅលក់នៅផ្សារទំនើបភ្នំពេញបាទមានសួរលោកញ៉ាបាទអត់តន់លោកញ៉ានៅទេនៅអូខេបាទដោយសារបងប្អូនណាមានចការប៉ុណ្ណេះមិនមែនក្រទេបាទមួយដើមចង់100ផ្លែហើយចង់2 300ដើមអញ្ចឹងមានបណ្ដោយប៉ុន្តែសុំសួរមួយពីមុនមកបាក់ចិត្តមែនថាពិបាករកទីផ្សារមែនទេបាទពីមុនមកពិបាកប៉ុន្តែឥឡូវនេះមានសហគមន៍ក្រូចថ្លុងគេជួយរកទីផ្សារអូបាទមានការចិត្តដាក់ពីសហគមន៍ក្រូចថ្លុងជួយរកទីផ្សារឲ្យបាទបងក្នុងការថែទាំដើមក្រូចថ្លុងសម្រាប់បានប៉ុណ្ណេះមានការលំបាកទេបងបាទលំបាកនៅពេលដែលក្រូចនៅទូយើងត្រូវថែយើងត្រូវដាក់ជីចំពោះជីយើងអត់ប្រើជីគីមីទេគឺប្រើជីធម្មជាតិដូចជាអាចគោអាចអីយើងធ្វើជីកប៉ុកការប្រើជីគីមីទេការថែទាំក្រូចនិងការថែទាំប្រពន្ធមួយណាបាក់ជាងថែទាំក្រូចបាក់ជាងដោយសារក្រូចលេងនេះស្អាតបានពុនយើងតែបានណាបាទក្រូចហត់ជាងហ៎បាទហត់ជាងហត់ឡើយជាមួយភេសជ្ជៈបើកម្លាំងកម្ពុជាបាទដាក់មួយមកនេះបាទផ្លឹកមួយមកដើម្បីកម្លាំងពុនអត់ទេបងប្អូនតើតើបងប្អូនធ្វើការហត់ធ្វើការហាក្តៅធ្វើការអស់កម្លាំងបាទបងប្អូនអាចញ៉ាំបានជាមួយនឹងភេសជ្ជៈបាទបើកម្លាំងកម្ពុជាបាទខ្មែរគ្រប់គ្រងរដ្ឋបាលខ្មែរជួយខ្មែរដូចឥឡូវនេះអញ្ចឹងពីក្រុមហ៊ុនខ្មែរបើប្រជិះក្រុមហ៊ុនជីបម៉ុងដែលជាក្រុមហ៊ុនរបស់កូនខ្មែរទិញផលិតផលរបស់ខ្មែរទៅលក់នៅឯផ្សារទំនើបនៅឯភ្នំពេញបងប្អូនគ្នាអញ្ចឹងជាបង្ហាញឃើញថាការខ្មែរជួយខ្មែរបងប្អូនគ្នាអញ្ចឹងប៉ុណ្ណេះបងប្អូនគិតថាមិនពេញពីមុនច្រើនណាស់តែថាឃើញច្រើននេះក៏ហត់ដែរតែការមនុស្សតែការកម្លាំងជួយតែរបស់នេះរបស់ធ្ងន់មែនទេបងណាមកផ្លែចង់10000គីឡូនេះបាទទុំមកអូយទុំគាត់លើកផ្លឹករបូតបដៅណាហើយទៅទុំដែរទុំទាំងអស់បងនេះគាត់ប៉ាមិនទេបងគាត់លើកឡើងមកគាត់លើកណាបងគាត់លើកណាមើលអូមកណាបាទងាយក្នុងការបេះមែនតើបាទនេះខ្ញុំពេញអូមើលចិត្តមួយមើលបាទបងបាទចិត្តមួយក្រោយបងប្អូនក្រោយនឹងឯអីគេកោះទ្រង់នេះគេថា3តែម្ដងបាទរសជាតិឆ្ងាញ់ជាងក្រូចធម្មតាបាទចិត្តចេះលឿនខ្ញុំអ្នកស្វ័យនេះមិនដាក់ដាំក្រូចមិនដាក់ផ្លុកខូចហើយតើធ្វើតាមខ្ញុំអត់យកមុតទ្រូងហេមួយមកលោកនេះគេញ៉ាំងាយៗណាកុំឲ្យពិបាកនេះណាជួយចិត្តហ៎ចិត្តបើចិត្តទៅនេះចិត្តរួន
บางคนเอาแค่แบบเพื่อเสียไปกับร่างกายมันจีก็ทำซ้ำร่างปีโตเรนวิตามินB6 B6 บางการทำมาปนคลั่งคล้าบ่าช่วยไอ้บองโอนมีกำลังจีภาษาคือบองโอนเนี่ยถือว่าจะกล้าหากได้หาทั้งไงฮอตอะไรจังหวะสำคัญคือรู้เชี่ยวชาญตำไรจมูกอารมณ์ขมายยังไงมาดองบัดออกคนเพื่อเสียไปกับร่างกายมันจีกำลังกายมันจีออกคนกระมุนจีบงแต่บ้านช่วยเต้นบ่ากะสิพอหรือบ่กะสิกอขมายยังเย้